វីដេអូនេះគឺជាវីដេអូសាកល្បងប្រសិទ្ធភាពថ្នាំថ្មីណាបងប្អូនថ្នាំពណ៌ខ្មៅហើយខ្ញុំចាក់តន្តិចទេដោយសារខ្ញុំជាលក់សាកល្បងតែអំបោះតន្តិចទេណាបងប្អូនបាទអញ្ចឹងខ្ញុំជាលក់នេះគឺខ្ញុំជាលក់អំបោះសាច់សណាញ់ផងហើយនិងសាច់កម្រងសម្រាប់ជួសផងបាទពីរប្រភេទខុសគ្នាណាបងប្អូនចង់ដឹងពីប្រសិទ្ធភាពថ្នាំហើយការចលក់ហ្នឹងគឺអត់ខុសពីការចលក់ថ្នាំមុនទេណាបងប្អូនបាទគ្រាន់តែយើងដាក់ព្រាមយើងលើកមកសម្រាប់សាច់សណាញ់គឺវាចាប់រៀងពោស្វាយដោយសារទៅមិនដាក់ណាបងប្អូនបាទសម្រាប់សាច់អំបោះវិញគឺយើងដាក់ផ្លេតយើងលើកមកគឺសាច់រៀងពោប្រផេះឃើញទេបងប្អូនតែការពិតថ្នាំនេះពណ៌ខ្មៅទេណាបងប្អូនតែកុំបារម្ភយើងអត់លើកភ្លាមទេយើងដាក់រងាស់វាយ៉ាងតិច20នាទីទៅ30នាទីចាំយើងលើកមកយកទៅហាលតែម្ដងហើយវានឹងចាប់ពណ៌ខ្មៅណាបងប្អូនហើយនៅពេលដែលប្រសិទ្ធភាពថ្នាំនេះខ្មៅល្អបាទខ្ញុំនឹងជាលក់ថ្នាំនេះជាមួយនឹងសណាញ់ថ្មីមួយនេះទៅធ្វើឲ្យភ្ញៀវដោយសារគាត់កំងពណ៌ខ្មៅសណាញ់នេះគឺសាច់ល្អលេខ1បាទកន្លះ3ក្រោម3កន្លះលើណាបងប្អូនបាទសម្រាប់តម្លៃវិញសម្រាប់សាច់សណាញ់ដែលល្អបែបនេះគឺពិបាករកឥឡូវនេះណាបងប្អូនអត់សូវមានទេហើយឡើងថ្លៃទៀតសាច់ដែកក៏អញ្ចឹងដែរបងប្អូនឡើងថ្លៃហើយពិបាករកទៀតណាបងប្អូនសម្រាប់ខ្ញុំគឺនៅសល់ស្តុកចាស់ច្រើនអញ្ចឹងអត់បញ្ហាទេណាបងប្អូនបាទហើយបើសិនជាបងប្អូនដាក់សាជូផងកាន់តែល្អណាបងប្អូនតែខ្ញុំជាលក់នេះអត់ដាក់សាជូទេបើសិនជាបងប្អូនអាចមានសាជូដាក់ទៅកាន់តែខ្មៅលើបលងបានល្អទៀតណាបងប្អូនបាទតែបើអត់មានអត់ដាក់ក៏អត់បញ្ហាដែរបងប្អូននេះឥឡូវនេះគឺចាប់ផ្ដើមខ្មៅណាបងប្អូនក្រោយពេលខ្ញុំជាលក់រងាស់បាន20នាទីខ្ញុំចាប់ដើមយកវាមកហាលណាឲ្យស្ងួតណាបងប្អូនខ្ញុំអត់យកទៅលាងទឹកទេបងប្អូនមិនបាច់យកទៅលាងទឹកទេនាំតែប្រហត់ទេណាបងប្អូនបាទយកហាលឲ្យស្ងួតគឺសាច់អំបោះនេះឡើងខ្មៅលើបលងស្អាតណាបាទបងប្អូនបាទហេតុអីបានជាវីដេអូនេះមានការលាងបង្ហាញដើម្បីខ្ញុំចង់ឲ្យបងប្អូនដឹងថាថ្នាំនេះគឺវាអត់ចេញពណ៌ទេណាបងប្អូនគឺវាចាប់នឹងសាច់សណាញ់នឹងបានល្អណាស់វាអត់ចេញពណ៌អត់សាកពណ៌ទេហើយសម្រាប់ទឹកថ្នាំនឹងវិញក៏វាអត់បតាចប់ដៃដែរបងប្អូនឃើញទេបាទគឺទឹកថ្លាមកអត់មានបតាចប់ដៃទេណាបងប្អូនបាទនេះគឺសាច់អំបោះលេខ3បាទអំបោះកម្រងសម្រាប់យើងជួសបាទសាច់នេះសាច់ធំដែរណាលេខ3បងប្អូនកម្រងមានទឹកថ្នាំណាចាប់បានល្អណាព្រោះសាច់សណាញ់សាច់អំបោះវាធំណាតែទឹកថ្នាំនេះចាប់បានល្អបងប្អូនអត់ចាញ់ថ្នាំមុនទេបងប្អូនខ្មៅរលោងល្អណាស់ស្អាតណាស់បងប្អូនឃើញទេនេះនេះសាច់សណាញ់ទេបងប្អូនបាទអញ្ចឹងលទ្ធផលចុងក្រោយមានថាសាច់ថ្នាំនេះអត់ចាញ់សាច់ថ្នាំមុនទេគឺខ្មៅរលោងបានល្អណាស់បងប្អូនបាទនេះអត់ដាក់សាជូផងបងប្អូនមានសាជូដាក់ទៀតកាន់តែល្អទៀតបងប្អូននេះឃើញទេនេះបងប្អូនបាទអញ្ចឹងជាលក់ហើយអត់មានប្របាយកទៅលាងទឹកលាងអីទេបងប្អូនលើកមកយកទៅហានឹងមកលុបទៅហើយអញ្ចឹងជាលទ្ធផលចុងក្រោយថ្នាំនេះគឺល្អបងប្អូនល្អខ្លាំងមែនទែនខ្មៅរលោងស្អាតហ្មងណាបងប្អូនបាទអត់សាអត់អីទេណាបងប្អូនបាទអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ